ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំនឹងនាំយកមុខម្ហូបមួយមុខដែលពេញនិយមបំផុតមកបង្ហាញជូនបងប្អូននោះគឺសាច់គោអាំងជាមួយនឹងទឹកប្រហុកចាមុខម្ហូបមួយមុខនេះទៅដល់ណាគឺឮតែអ៊ុយតែម្ដងអញ្ចឹងបើបងប្អូនណាចូលចិត្តមុខម្ហូបមួយនេះសូមជួយទម្លាក់ comment នៅខាងក្រោមវីដេអូឲ្យខ្ញុំបានដឹងផងចាអញ្ចឹងយើងមកមើលគ្រឿងផ្សំទាំងអស់គ្នាណាដំបូងគឺយើងចាប់ផ្ដើមធ្វើទឹកប្រហុកមុនទី1គឺមានគល់ស្លឹកគ្រៃខ្ទឹមក្រហមខ្ទឹមសម្ទេសជាមួយនឹងរំដេងមានប្រហុកទឹកក្រូចឆ្មាហើយនិងប៊ីចេងចាជាដំបូងគឺយើងយកប្រហុកហ្នឹងគឺខ្ញុំប្រើប្រហុកសាច់ហើយយកវាមកកិនជាមួយគ្រឿងផ្សំទាំងអស់ហ្នឹងមកគឺមានខ្ទឹមមានរំដេងខ្ទឹមក្រហមម្ទេសដាក់កិនវាឲ្យម៉ត់អញ្ចឹងមកហើយបើសិនជាបងប្អូនអត់មានម៉ាស៊ីនកិនទេអាចចិញ្ច្រាំនឹងដៃក៏បានដែរចាគ្រាន់តែបើកក្លិនមកនិយាយពីថាក្លិនឈ្ងុយនោះឈ្ងុយចាឈ្ងុយប្រហុកខ្មែរយើងមែនតែនហើយបន្ទាប់ពីសាច់ទាំងអស់នឹងជាមួយនឹងគ្រឿងបានម៉ត់ហើយខ្ញុំក៏បន្ថែមជាមួយនឹងគល់ស្លឹកគ្រៃដាក់កិនជាមួយបន្ថែមហើយកាន់តែមានរសជាតិចាហើយបន្ទាប់មកខ្ញុំក៏ដាក់ប៊ីចេងជាមួយនឹងទឹកក្រូចឆ្មាសម្រាប់ទឹកក្រូចឆ្មាសូមបញ្ជាក់បងប្អូនអាចដាក់ទៅតាមចំណង់ចំណូលចិត្តដែលបងប្អូនចង់ញ៉ាំជូរហឹរគឺទៅតាមចំណង់ចំណូលចិត្តរបស់បងប្អូនបានហើយការកិនប្រហុកនេះដែរគឺខ្ញុំអត់មានប្រើស្ករទេពីព្រោះថាបើយើងប្រើស្ករវាអាចធ្វើឲ្យទឹកប្រហុកយើងនឹងឆ្អាបអញ្ចឹងវាហូបអត់ឆ្ងាញ់ទេចាហើយបន្ទាប់មកនៅពេលដែលខ្ញុំឃើញទឹកប្រហុកហ្នឹងវារៀងខាប់បន្តិចទៅខ្ញុំក៏បន្ថែមជាមួយនឹងទឹកក្តៅចំនួន2ពែងដើម្បីឲ្យវារាវបន្តិចហើយជាចុងក្រោយក៏ខ្ញុំថែមជីក្រហមសំទោសជីអង្កាមចំពោះជីបើសិនជាបងប្អូនចង់បានជីអង្កាមឬក៏ចង់បានជីរណាក៏កាន់តែល្អចាប៉ុន្តែខ្ញុំអត់មានជីណាទេគឺមានតែជីអង្កាមក៏ប្រើតែប៉ុណ្្នឹងសិនទៅចាហើយឥឡូវនេះទឹកជ្រលក់យើងគឺរួចរាល់ហើយគឺមើលទៅទំនងមែនតែនពណ៌ឡើងខ្ទិះតែម្ដងណាចាឥឡូវទឹកជ្រលក់រួចរាល់ហើយឥឡូវនេះគឺនាងខ្ញុំមកសម្អាតចក្រានអាំងសាច់ហើយចំពោះចក្រានអាំងសាច់នេះវិញគឺខ្ញុំចូលចិត្តអាំងសាច់ជាមួយនឹងខ្ជូង